Ok,សួស្តីបងប្អូនអរគ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីមួយទៀតដែលថ្ងៃនេះខ្ញុំនិយាយតាក់ទងនឹង AI បន្ថែមទៀតខ្ញុំសូមចែកគន្លឹះតិចនិចមួយចំនួនតាក់ទងការ generate prompt ឬក៏ការសរសេរ prompt ណាការសរសេរ prompt គឺជាអត្ថបទឬក៏ជាអក្សរដែលយើងយកទៅបង្កើតជារូបភាពឬក៏វីដេអូអញ្ចឹងបើសិនជាធម្មតាយើងទៅសេឧទាហរណ៍យើងទៅសេបែបនេះយើងរៀបរាប់ដើម្បីឲ្យ AI បង្កើតជារូបភាពឬក៏ជាវីដេអូអញ្ចឹងទៅប៉ុន្តែថ្ងៃនេះគឺខ្ញុំចែកម្លែកពីតិចនិចដោយយើងមិនបាច់សរសេរទេគឺយើងសរសេរតិចតួចបំផុតយើងមិនមែនថាអត់សរសេរសោះហើយយើងសរសេរតិចតួចបំផុតឲ្យ AI ហ្នឹងវា generate prompt មកយើងតែម្ដងអញ្ចឹងខ្ញុំប្រើ AI ចំនួន3ដែល2នេះជារបស់ Google ដែលហៅថា AI Studio ទី1ទី2គឺ Google Gemini ណាហើយ tool ពីរនេះដូចគ្នាគឺបង្កើតជា prompt ក៏បានយកទៅ generate ជារូបភាពឬក៏វីដេអូក៏បាននេះ tool មួយសុទ្ធតែមានមុខងារវានៅក្នុងហ្នឹងណាអានេះ Gemini Image Generation តាក់ទងនឹងការបង្កើតរូបភាពបង្កើតជាអក្សរទៅជាភាសានិយាយឬក៏អីចឹងទៅតែថ្ងៃនេះខ្ញុំលំអិតតាក់ទងនឹងការទាញយក prompt ចេញពីរូបភាពអញ្ចឹងឥឡូវខ្ញុំមានរូបភាពចំនួន3សន្លឹកនេះហើយខ្ញុំនឹងធ្វើការឲ្យ Google ទាញយក prompt ចេញពីរូបភាព3នេះដោយយើងមិនបាច់ចាំសរសេរយើងចង់បានរូបប្លង់ហ្នឹងឧទាហរណ៍ថាប្លង់រូបភាពហ្នឹងយើងចង់បានឲ្យ AI ទៅសរសេរ prompt ថ្មីមកដើម្បីបង្កើតរូបតែជាមើល AI បង្កើត prompt បែបម៉េចដែលចេញរូបមកស្តៀងហ្នឹងប្លង់ដូចគ្នាអញ្ចឹងណាតែរូបមុខហ្នឹងប្រហែលជាមិនដូចទេពួក AI ណាអញ្ចឹងឥឡូវខ្ញុំមានរូប3ស្លឹកហ្នឹងឥឡូវខ្ញុំឧទាហរណ៍ឥឡូវខ្ញុំប្រើ Google Studio មួយអញ្ចឹងបងប្អូនគ្រាន់តែវាយ AI Studio មកនៅក្នុង Google ណាវាយពាក្យថា Google AI Studio អញ្ចឹងមកនេះអញ្ចឹងយើងចុចយកលើគេនោះមាន logo នេះចុចលើនឹងមកអញ្ចឹងខ្ញុំប្រើទៅលើ chat ខ្ញុំអត់ទាន់ប្រើ generate ទេចាំតង់បន្ទាប់ចាំខ្ញុំប្រើលើការ generate អញ្ចឹងខ្ញុំសូមចុចសញ្ញាលេខបូកនេះមួយរួចយើង upload រូបភាពចូលនេះ upload file តោះមកខ្ញុំទៅជ្រើសរើស file ដែលខ្ញុំបានបង្កើត folder មិញរួចខ្ញុំជ្រើសរើសរូបទី1 open វាបន្ទាប់មកខ្ញុំសូមទៅសេអក្សរនៅខាងលើនេះដាក់ថាសូមកើត prompt យើងសេ prompt អញ្ចឹងមកចេញពីរូបភាពនេះអញ្ចឹងមកតែប៉ុណ្្នឹងក៏បានតោះមកយើងចុច run មកចាំមើល Google AI Studio ហ្នឹងគាត់បង្កើតឲ្យយើងបានប៉ុណ្ណាណារងចាំបន្តិចនេះ Google នឹងចាប់ផ្ដើមធ្វើការ syncing នេះហ្នឹង Google Gemini ជាមួយតែគ្នាទៀតប៉ុន្តែគាត់ថាតួនាទីមុខងារផ្សេងគ្នាគាត់ថា AI របស់ក្រុមហ៊ុន Google ហ្នឹងមិនមែនតិចទេច្រើនណាអញ្ចឹងកុំឲ្យខាតពេកខ្ញុំចូលទៅ Chat GPT មួយទៀតហើយខ្ញុំចុចសញ្ញាបូកនឹងដូចគ្នាបន្ទាប់មកខ្ញុំយករូបទី2ម្ដងហើយចុច open បន្ទាប់មកទៀតដោយសារ Chat GPT អត់សូវបកកែខ្មែរទេអញ្ចឹងយើងបកប្រែបើយើងខ្ជិលទៅសេច្រើនយើងបកប្រែទៅបកប្រែនេះ copy អក្សរអង់គ្លេសហ្នឹងទៅខ្ជិលសេអង់គ្លេសច្រើនដងអញ្ចឹងខ្ញុំឲ្យ Chat GPT ទៅសេនេះ please create a prompt from this image អញ្ចឹងមកអញ្ចឹងយើងចុចទៅអញ្ចឹងទៅណាហ្នឹងហើយតមកទៀតមួយនេះទៀតយើងចង់សេអង់គ្លេសក៏បានខ្មែរក៏បានដែរ Google Gemini ម្ដងខ្ញុំដាក់ឥឡូវដាក់រូបនេះដូចគ្នាមករូបទី2ដូចគ្នាចាំមើលតើ prompt វាបានមកមិនណានេះចាំមើល Google ហើយនឹង Chat GPT មួយណាបង្កើត prompt បានល្អជាងលឿនជាងនេះ prompt រូបភាពអញ្ចឹងឥឡូវខ្ញុំយក prompt ចេញពី AI Studio មកមុននេះគាត់ទៅសេចេញមកខ្មែរអញ្ចឹងយើង English ដាក់ English មកដាក់ថា English please ចង់បាន prompt ជាភាសាអង់គ្លេសនេះអញ្ចឹងចាំបន្តិចឲ្យ generate prompt ចេញជាភាសាអង់គ្លេសមកអូខេឥឡូវខ្ញុំយក prompt នេះ Chat GPT បង្កើតហើយអញ្ចឹងយើងយក prompt ពីនេះមួយយកទៅបង្កើតរូបភាពនៅក្នុង Google Lab សាកមើលមេរៀនមុនយើងដឹងហើយចូល Google Lab មិនណាអញ្ចឹងខ្ញុំសូម generate មួយសិនចាំមើល prompt ចេញមកមិនដែរហើយនៅការ generate រូបនេះផងដែរទោះបី prompt នឹងដូចគ្នាក៏ដោយក៏ generate មករូបខុសគ្នាដែរនេះរូបភាពស្អាតកាន់ផ្កាប៉ុន្តែអក្សរខាងក្រោយនេះអត់ដូចទេណាអាហ្នឹងតាក់ទងនឹង Google Lab ឬក៏ tool ដែល tool Wish នេះណាអូខេអញ្ចឹងឥឡូវនេះបាន prompt មកជាភាសាអង់គ្លេសហើយឥឡូវយើងសាក copy prompt ហ្នឹងយកទៅបង្កើតនៅក្នុង Google Wish ហ្នឹងដែរ
phá mới tại riêng về tích prom tranh vì riêng về tích nè chẳng chat GPT có ai generate รูปភាពបានដែរប៉ុន្តែយើងប្រើ free ដូចជា generate បានមួយថ្ងៃ3 ដងអញ្ចឹងណាហើយតាក់ទងនឹង Google Gemini នេះក៏អាច generate រូបភាពបានដូចគ្នាអញ្ចឹងឥឡូវយើងយក prompt ហ្នឹងយើងទៅសេថា please generate earn យកសារពាក្យ image from this prompt ហើយយើងចុច2មកយើង copy អា prompt ដដែលហ្នឹង copy ខាងលើហ្នឹងយើងផាសវាចូលមកអញ្ចឹងចាំមើលអានេះ Google Gemini ធ្វើការតែឯងហ្មង generate prompt ខ្លួនឯងហើយយក generate រូបភាពខ្លួនឯងចាំមើលបានរូបភាពមកមិនណាហើយអានេះដូចគ្នាខ្ញុំចុចកន្លែងនេះខ្ញុំ copy អក្សរនេះយកទៅដាក់ក្នុង chat GPT បន្តមកទៀតខ្ញុំយក prompt ខាងលើនេះ copy ទាំងអស់មកយកទៅដាក់នៅក្នុង chat GPT ដាក់កន្លែងនេះមកយើងសេក្បាលនេះឲ្យវា generate ហ្នឹងដើម្បីបញ្ជាក់ច្បាស់ថាgenerate រូបភាពចេញពី prompt មួយហ្នឹងនេះយើងចុចទៅចាំមើល AI វាធ្វើការ generate រូបភាពចេញមកដូចគ្នាអត់ហើយមួយណាបានស្អាតជាងអូខេនេះនេះ Google Gemini តែយើងអត់បានបញ្ជាក់ទំហំຂະຫນាតវាដល់ពេលអញ្ចឹងចេញមក4ជ្រុងតែបើសិនយើងបញ្ជាក់ aspect ratio វាយើងអាចបញ្ជាក់បានណាឬថាដាក់ ratio វាទៅដាក់ ratio ផ្ដេកឬក៏ប្រឈរ 16:9 ឬក៏19:6 ឬក៏10:80 គុណនឹង18ចឹងទៅអាហ្នឹងយើងអាចកំណត់ຂະຫນាតបានណានេះ Chat GPT ធ្វើការរៀងយូរតិចតើតើការ generate រូបភាពអូខេនេះរូប generate មកណានេះស្អាតគាត់ថាមុខខុសគ្នាប៉ុន្តែរូបភាពស្អាតជាងរូបស៊ីនយើងទៀតប្លង់អីគឺចាប់បានស្អាតមែនទែនឃើញទេតែអក្សរខ្មែរគឺចាប់អត់បានដឹងអានថាម៉េចទេនេះណាតែបើសិន Chat GPT Gemini ប្រហែលជាអាចចាប់អក្សរខ្មែរបានចាំមើលខ្ញុំសាកយក prompt នេះ prompt ហ្នឹង prompt ណាដែលមានរូបនេះមិញ prompt ចេញពីណាអូខេនេះហាងផ្កាស្នេហ៍នេះ prompt នេះយកទៅ generate ចេញពី Google Gemini មួយទៀតនេះអញ្ចឹងខ្ញុំដូរអានេះដាក់កន្លែងនេះហើយ copy all មកវិញមកតមកយើងធ្វើការហើយខ្ញុំដាក់ ratio 9.16 ឧទាហរណ៍ណាហ្នឹងហើយអញ្ចឹងយើង generate រូបភាពមួយទៀតមកតាម Google Gemini អាហ្នឹងលើការយើងធ្វើតេស្តព្រោះ tool Google Gemini នេះក៏អាច generate រូបបានក៏អាច chat បានណា chat GPT នោះក៏បង្កើតជារូបបាននេះ process គាត់ថា view អាហ្នឹងណាហ្នឹងហើយមួយទៀតតាក់ទងនឹង AI Studio ក៏យើងអាច generate រូបបាន generate video បានដូចគ្នានៅក្នុងនេះ generate media នេះកន្លែងនេះ generate រូបភាពកន្លែងនេះimage ដូចគ្នាតាក់ទងនឹងរូបដែរតែខ្ញុំអត់ទាន់បានសិក្សាលម្អិតទេកន្លែងនេះ generate video ណា video ហ្នឹងគឺដូចយើងធ្វើ video លេងសើចផ្សេងមិញហ្នឹងអានេះ generate ជាសំឡេងចុះឥឡូវខ្ញុំ generate រូបភាពឧទាហរណ៍ថាខ្ញុំ copy prompt មិញយកមកដាក់ក្នុងហ្នឹង generate ជារូបភាពដែរមើលឧទាហរណ៍ថា enter មកចាំមើលបានមកមិនវិញនិយាយរួម AI គឺប្រើបានមិន tool វាគឺមានមុខងារច្រើនក្នុងការ generate នេះចេញមកនេះផ្កាស្នេហ៍ចេញមកច្បាស់ចែផ្កាស្នេហ៍អង់គ្លេសសាច់សរូបរាងស្អាតនេះមកអែមអញ្ចឹងយើង download មួយមកនេះអែមតាអញ្ចឹងវាអាស្រ័យលើយើងទេprompt ហ្នឹងដូចខ្ញុំនិយាយមិញហ្នឹងគឺមិនបាច់យើងបាច់សរសេរទេគឺយើងប្រើ AI ឲ្យទៅសេឲ្យយើងអញ្ចឹងងាយឃើញទេផលិតមកបានរូបភាពស្អាតឃើញទេតែ Chat GPT យើងយូរជាងគេតិចដោយសារតែយើងប្រើ free ហងបើសិនជាទិញក៏នៅតែរៀងយូរដែរ Chat GPT រៀងយឺតតិចផ្កាស្នេហ៍អូខេនេះតែមុខមករៀងបរទេសបន្តិចប៉ុន្តែយើងអាចកំណត់បានបើសិនជាយើងចង់ឲ្យចេញជាខ្មែរយើងអាចថែមពាក្យខ្មែរទៅនេះដោយសារតែរូបនេះមុខគាត់រៀងស្តៀងកូនកាត់ដែរណាពេលអញ្ចឹងទៅគេចាប់សាច់មុខមកអញ្ចឹងតែអត់ដូច 100% ទេឃើញទេតែរោបផ្កាអីគឺចេញមកដូចឃើញទេនេះផ្កាអក្សរលើផ្កាអីហ្នឹងដូចអក្សរអង់គ្លេសអីនេះផ្កាស្នេហ៍វាចាប់បានឃើញទេ
ហ្នឹងហើយកន្លែងនេះចាប់អត់បានទេប៉ុន្តែមួយនេះគឺចាប់បាន logo ផ្កាស្នេហ៍ឃើញហ្នឹងហើយខ្ញុំបើកមើលអូខេនេះឃើញទេរូបភាពបានមកស្អាតអញ្ចឹងគឺ tool ទាំងអស់ហ្នឹងគឺសិតតែ generate បានដូចគ្នា tool នេះក៏បាន tool នេះក៏បានគាត់ថា tool នេះអក្សរខ្មែររៀងញ៉ៃតិចតែបើ tool នេះបើសិនជា generate អក្សរខ្មែរដូចជាអាចរៀងគូសមដែរជាមួយខ្ញុំសាកយករូបភាពអក្សរខ្មែររូបភាពអក្សរខ្មែរដែលខ្ញុំដាក់ចូលមើលអូហ្នឹងអក្សរខ្មែរតែចាប់អត់បានដូចគ្នាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងបងប្អូនអាចយករូបភាពដើម្បីបង្កើតជា prompt យកទៅ generate បានបើសិនជាបងប្អូនពេញចិត្តរូបណាមួយយើងចង់យកមក generate ឲ្យចេញជារូបថ្មីយើងអាច generate បានណាហ្នឹងហើយមិនបាច់ចាំអង្គុយទៅសេទេទៅសេឲ្យដូចរូបហ្នឹងហ្មងអត់អាចដូចទេតើតែយើងយករូបហ្នឹងយកមកធ្វើគំរូឲ្យ Google បង្កើត prompt មកយើងអញ្ចឹងវីដេអូហ្នឹងគឺខ្ញុំចង់បង្ហាញពីរបៀបនៃការទាញយក prompt ចេញពីរូបភាពណាតែតើការ generate អត់ពិបាកទេគឺឲ្យតែមាន prompt គឺយើងចេញមកជារូបភាពឬក៏វីដេអូបានហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងមានចម្ងល់អាចសួរបានណាអរគុណ